បាទថ្ងៃនេះម៉ោងនេះខ្ញុំបាទសូមចូលមកដើម្បីនឹងឡាយជំរាបជូនប្រិមិត្តពីព័ត៌មានខ្លះៗនៃឥទ្ធិពលនៃការដឹកនាំរបស់ Donald Trump ដើម្បីការពារពេលល្ងាចនេះខ្លាចលោកខ្ញុំបាទជាប់កម្មវិធីវែងទៅព្រោះថ្ងៃសៅរ៍មានកម្មវិធីបដាល់នៅ PNN នៅទីណាបាទនៅ PNN ខ្លាចខ្ញុំបាទមកអត់ទាន់អាចថាបើមកអត់ទាន់ឡាយមក8ជាងក្នុងយប់នេះអានឹងខ្ញុំបាទនឹងឡាយជូនតែថាកម្មវិធីដល់មក8ជាងដែរមកអត់ទាន់អានឹងក៏អត់បានឡាយអញ្ចឹងឡាយពីនេះឲ្យហើយនៅទីណាបាទឡាយពីនេះឲ្យហើយតែព័ត៌មានអាប់ដេតវាតបន្តិចទៀតវាបានមានមកទៀតនៅទីណាបាទអញ្ចឹងខ្ញុំបាទយករឿងការងាររបស់ត្រាំហើយពាក់ព័ន្ធទៅនឹងរឿងអ៊ុយក្រែនខ្លះទេណាបាទក្នុងនោះគឺផ្ដោតទៅលើអ្វីដែលត្រាំគាត់កំពុងតែធ្វើគោលនយោបាយរបស់គាត់ហើយធ្វើឲ្យប្រជាជនរបស់គាត់ដែលបោះឆ្នោតឲ្យគាត់នឹងខ្លះនោះគឺអត់សប្បាយចិត្តទេបាទតវ៉ាជាមួយនឹង Donald Trump ដល់ថ្នាក់ថាកន្លែងខ្លះនោះគឺដេញរដ្ឋខ្លះដែលជារដ្ឋរបស់គណៈបក្សសាធារណរដ្ឋនឹងដេញហូជេតំណាងរាស្ត្រសាធារណរដ្ឋដែលជាគណៈបកជាមួយនឹង Donald Trump ហ្នឹងអញ្ចឹងហេតុការណ៍នេះវាមានកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពី Donald Trump គាត់ប្រើនយោបាយកម្លាំងពន្ធនាំចូលហើយនឹងដេញពលករដេញជនភៀសខ្លួនបរទេសដែលទៅនៅខុសច្បាប់នៅលើទឹកដីអាមេរិកវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដាំដុះកសិករដាំដុះពួកបន្លែផ្លែឈើអីហ្នឹងដែលប្រើតែពួកភៀសខ្លួនពួកតម្លៃពលកម្មទាបហើយគេទាំងអស់គ្នាហ្នឹងស្អីក៏ធ្វើដែរឲ្យតែប្រើឲ្យតែមានការងារធ្វើអញ្ចឹងពួកហ្នឹងទៅអស់ហើយទៀតទៅអស់ហើយឲ្យប្រជាជនអាមេរិកមកបោចមកបោះមកបេះរបៀបហ្នឹងលីរបៀបហ្នឹងអីរបៀបហ្នឹងគេអត់ធ្វើទេប្រជាជនអាមេរិកហ្នឹងអញ្ចឹងមានតែបរទេសហ្នឹងឯងហើយដល់អញ្ចឹងទៅឥឡូវទៅដេញគេទៅឥឡូវគេទៅអស់ដល់ទៅអស់ទៅអាចចំការហ្នឹងផ្លែឈើហ្នឹងឲ្យលួយអស់ទៅផ្លែឈើដល់ទុកយូរទៅហួសកំណត់វាលួយហើយទៀតវាទុំឲ្យជ្រុះឲ្យលួយខូចអស់ខាតអស់អញ្ចឹងកសិកររបស់អាមេរិកហ្នឹងកំពុងតែខាតបងច្រើនណាស់ហើយខឹងទៅនឹង Donald Trump ដែលធ្វើគោលនយោបាយរបៀបនេះធ្វើឲ្យវាប៉ះពាល់ទៅដល់របស់រុស្ស៊ីរបស់គេអូខេបាទឥឡូវខ្ញុំសូមមកមើលការ comment របស់ប្រិមិត្តដែលចូលមកនៅទីណាថ្ងៃនេះប្រហែលជាបងប្អូនខ្លះអត់បានដឹងដោយសារថាយើង live ខុសម៉ោងតែក្នុងគោលបំណងដើម្បីជម្រាបជូនថាក្រែងលយប់នេះខ្ញុំបាទអត់បានមកទាន់ live អញ្ចឹងយើងជួបគ្នាពេលថ្ងៃនេះបន្តិចទៅបើយប់នេះអាចមកទាន់ខ្ញុំបាទនឹង live ជូននៅទីណាបាទសូមស្វាគមន៍លីសវត្ថាបាទខណ្ឌនំរស្មីអង្គរបាទត្រឹមច័ន្ទអរគុណសាធារារពុតំបន់ឃ្លិតទាហានរបស់អ៊ុយក្រែនយ៉ាងម៉េចហើយឥឡូវនឹងដកឲ្យទីណាបាទដកតែមិនទាន់អស់ទេដោយសារកន្លែងខ្លះចំពុំជាប់ដៃរុស្ស៊ីបិទដែរនិយាយទៅតំបន់ឃ្លិតនេះយើងទទួលស្គាល់ថាជាការប្រមាថរបស់អ៊ុយក្រែនតែអ៊ុយក្រែនដឹងហើយថាมันអាចនឹងនៅយូរទៀតបានទេដោយសារថាតំបន់ឃ្លិតនេះវាអត់អាចយកទៅធ្វើអីទៅអាចដោះដូរឬក៏ទៅតស្វាអីជាមួយនឹងពូទីនបានទេពីព្រោះវាតូចចាហើយទីពីរទៀតពូទីនខ្លួនឯងគាត់ក៏នៅខ្លាំងនៅឡើយនៅទីណាបាទនៅខ្លាំងនៅឡើយអញ្ចឹងព័ត៌មានដែលយើងស្ដាប់នឹងទទួលនៅការវិភាគរបស់អ្នកវិភាគសំខាន់របស់អាមេរិករបស់ស្ថានីយ៍ទូទួលធំៗដូច BBC ដូចអីហ្នឹងគេក៏វាតម្លៃដែរថារឿងនេះវាពិបាកណាស់ក្នុងការចរចានេះប្រសិនបើលោកពូទីនគាត់នៅមានព្រៀបមួយខែនេះ30ថ្ងៃនេះគ្រាន់ថាវាជារឿងកពិកកប៉ុកហើយក៏លោកពូទីនក៏មិនទាន់ទទួលទេថានឹងឈប់បាញ់30ថ្ងៃគាត់ថាល្អយល់ថាជាការល្អពីព្រោះគាត់អត់ហ៊ាននិយាយថាមិនល្អទេតែហ៊ាននិយាយថាមិនល្អវាអាចធ្វើឲ្យពិភពលោកថាលោកពូទីននឹងចង់ធ្វើសង្គ្រាមអត់ចង់សន្តិភាពទេអាចចឹងតែក្នុងជាមួយគ្នាគាត់ចោលលេះចេះលេះចង់យ៉ាងនេះតាមអ្វីដែលលោកសេនីស្គីគាត់ចោលប្រកាន់នៅទីណាបាទចោលប្រកាន់និយាយទៅពីរអ្នកហ្នឹងដដើមនេះដេកដាលដូចខ្ញុំបាទធ្លាប់បាននិយាយជូនអញ្ចឹងដដើមនេះដេកដាលហ្នឹងឥឡូវហ្នឹង Donald Trump នឹងរៀបយ៉ាងម៉េចពីព្រោះពូទីនគាត់ថាទេខ្ញុំដេកដាលតែពីរអ្នកដេកពីរអ្នកតែ Trump ថាខ្ញុំអត់ដេកជាមួយអ្នកឯងទេព្រោះចំនួនហ្នឹងគឺវាយគ្នាវាយទៅពីរអ្នកហ្នឹងទេឥឡូវគាត់មកជាអ្នកដោះស្រាយព្រោះគាត់ថាគាត់ជាអ្នកឲ្យអាវុធប៉ុន្តែគាត់លេងគេហៅថាដាក់សម្ពាធទៅសង្ខាអាចដាក់សម្ពាធទៅលើលោកពូទីនអាចដាក់សម្ពាធទៅលើលោកសេនីស្គីអញ្ចឹងលោក Donald Trump គាត់មានបៀលេងនៅទីណាបាទមានស្លឹកបៀលេងតែឥឡូវគាត់បញ្ចេញស្លឹកបៀមួយទៀតហ្នឹងគឺស្លឹកបៀពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មលើធនាគារដែលនៅសល់ខ្លះនោះបន្តិចតួចដែលសម័យលោកជូបៃដិនគាត់នៅបើកច្រកឲ្យគាត់មិនបិទមាត់បិទច្រមុះមិនឲ្យរុស្ស៊ីដកថានិយាយទៅខាងលោកខាងលិចនៅមានគេហៅថាមាននៅសន្តានចិត្តមនុស្សធម៌ខ្លះនៅទីសម័យលោកជូបៃដិនទីណាបាទតិចទៀតយើងនឹងនិយាយរឿងនេះបន្តិចហើយថ្ងៃនេះខ្ញុំបាទល្ងាចនេះ live ហើយជាកន្លះម៉ោងទៀតនៅទីណាបាទកន្លះម៉ោងអញ្ចឹងតិចទៀតយើងចូលបាទនៅហាក់បាទថ្ងៃនេះ live កណ្ដាលថ្ងៃបាទដូចបានជម្រាបជូនអញ្ចឹងខ្ញុំបាទខ្លាចថាយប់នេះខ្ញុំបាទមកអត់ទាន់ពីព្រោះមានបដាល់បាទមានបដាល់យកថារង្វាន់
ធំរបស់ PN នេះទេណាបាទខនសកុយបាទគង់សុជីវុឌ្ឍបាទកាំងសុជីវុឌ្ឍបាទជាមកហ៊ុនថាវាតំបន់ផ្សេងទៀតបើយកមិនបានក៏មិនបញ្ហាដែរលោកពូធ្វើមិនឲ្យរុស្ស៊ីទ្រោមធ្វើមិនឲ្យរុស្ស៊ីទ្រោមខ្លះបញ្ហាដែរលោកពូធ្វើមិនឲ្យរុស្ស៊ីទ្រោមខ្លះអូខេឈិតរិទ្ធាបាទអរគុណសន្តិភាពអូខេត្រឹមត្រូវទេចន្ទរារិទ្ធបាទពូទីនមិនទុកចិត្តត្រាំទេបាទអូខេកុសលជាតិអូបាត់យូកុសលជាតិសៀនសុផាតបាទជួបប្រជាជនអ៊ុយក្រែនរត់ពីភ្លើងសង្គ្រាមអខុនតារាពិភពលោកយើងនេះវិលចុះវិលឡើងនៅតែជិះត្រាំមិនរួចឥឡូវនេះមានអ្នកខ្លះបន់ឲ្យថាត្រាំនឹងត្រូវគេដេញហើយរឿងមួយចំនួនទៀតដូចជា Greenland ដូចស្អីហ្នឹងចាំមើលតាមគាត់ធ្វើយ៉ាងម៉េចព្រោះឥឡូវនេះគាត់និយាយជាមួយនឹងខាងមាន NATO នោះប្រធាន NATO ហ្នឹងគាត់ថាគាត់នឹងយក Greenland ហ្នឹងចាំបាច់ត្រូវយកហើយ NATO គេថាខ្ញុំពួក NATO អត់ពាក់ព័ន្ធទេណា NATO គាត់បដិសេធហើយណារឿង Greenland ហ្នឹងបើអាមេរិកធ្វើមិនយកបានយកទៅតែប្រជាជន Greenland ថាទេគេអត់ទាន់ចង់ទៅជាអាមេរិកពេលនេះទេណាអូខេខុនតារាបាទពិភពលោកយើងនេះវិលវល់អូខេលឹមពិសិដ្ឋបាទអូនអានបុរិទ្ធការសម្លៃអរគុណទៀតហេងសំណាងបាទទស្សវណ្ណដាថាម៉េចពូសុំនិយាយរឿងព្រំដែនកម្ពុជាបន្តិចបានទេលោកគ្រូលោកពូលឺថាថៃបានប្រើយន្តហោះ F16 បាទគោះចូលមកលើទឹកដីកម្ពុជាយ៉ាងជ្រៅលោកពូបើតាមខ្ញុំគិតកម្ពុជាមានប្រភេទប្រព័ន្ធកម្ពុជាការពារដែនអាកាស AQ12 និង AQ7 ជាប្រព័ន្ធថ្មីទំនើបបំផុត PHL3 តែពួកថៃដែលដឹងថាកម្ពុជាមានអាវុធសព្វាវុធទំនើបដែលប្រទេសលោកពូបានហ៊ានដល់ថ្នាក់នេះបាទទទួលព័ត៌មាននឹងទេអត់ដឹងទេហើយរឿងនេះយើងមិនអាចនិយាយគេហៅថាស្មានយកទេណាថោសវណ្ដាពីព្រោះថោសវណ្ដាគាត់ដឹងខ្លួនថាយើងនឹងជាស្អីទូនាទីជាស្អីពីព្រោះការយកអាវុធរបស់កម្រិតគេហៅថាថ្នាក់ជាតិមកហើយយើងមកនិយាយអញ្ចឹងវាអានេះខ្ញុំអានតាមអីដែលលោកសរសេរទេណាតែខ្ញុំបានថាល្អយើងកុំទៅជ្រៅយ៉ាងពេកទុកឲ្យរដ្ឋាភិបាលទៅរដ្ឋាភិបាលទុកឲ្យកងទ័ពធ្វើការទៅយើងដល់ដឹងច្រើនយ៉ាងពេកទៅធ្វើច្រើនពេកទៅអត់មានពេលធ្វើការងារអស់ហើយរស់ស៊ីអស់ហើយណាយើងគ្រាន់តែដឹងទៅតែកុំឲ្យវាជ្រៅពេកណាមិនបានថាអញ្ចឹងពីព្រោះវារឿងវារសើបណាស់កុំភ្លេចថានៅថៃដែលបង្កឲ្យវាមានចំនួនជាមួយកម្ពុជារបស់យើងបានកាលសម័យប្រាសាទព្រះវិហារនោះចំនួនប្រាសាទព្រះវិហារនោះដោយសារពួកជ្រុលនិយមថៃហ្នឹងឯងញុះទៅញុះមកអូសទៅអូសមកដាក់នេះក្រឹបឃើញទេហ្នឹងឥឡូវហ្នឹងរដ្ឋាភិបាលទាំងពីរជាយាមរដ្ឋាភិបាលយើងក៏ជាយាមដែរពួកជ្រុលនិយមហ្នឹងដែលកំពុងតែញុះធ្វើម៉េចឲ្យតែប៉ះគ្នាទៅគឺគេសប្បាយចិត្តតែដល់ហើយវាពិបាកប្រជាជនយើងនៅជាដែរនោះណារឿងអធិបតេយ្យយើងនៅជាអធិបតេយ្យរបស់យើងទេវាមិនអាចណាមកយករបស់យើងបានទេណាតែគ្រាន់តែឥឡូវនេះគេនៅជជែកគ្នាប្រទេសខ្លះគេនៅមិនទាន់ចប់សក់គ្រប់ផងការបោះគូព្រំដែនអាណាដែលដោះចេញគេនៅតែទុកអញ្ចឹងជជែកគ្នាជៀសវាងការប៉ះគ្នាប្រដាប់អាវុធដូច្នេះយើងអត់នេះទេចង់ F16 F17 អីគេមានស្អីយើងមានស្អីអានឹងរឿងរបស់នេះទៅទុកឲ្យទូនីតិរបស់ថ្នាក់ដឹកនាំលោកគិតគូដោះស្រាយទៅយើងបោះឆ្នោតឲ្យគណៈបព្វជិជនដឹកនាំហើយទុកចិត្តគណៈបព្វជិជនហើយដឹកនាំទៅណាយើងជឿថារដ្ឋាភិបាលលោកមានភ្នែកមានជាគ្រប់គ្រាន់ដើម្បីនឹងធ្វើការងារទាំងអស់ហ្នឹងណាឡាសិតអាម៉ាត់បាទសួស្ដីម៉ៅផាឡាសុខសប្បាយទៀតហៀងសគុណបាទមីគុនធីលោកខាងលិចជាមនុស្សល្អមានសន្តានចិត្តល្អពិតហើយមិនដូចជនជាតិរុស្ស៊ីទេមានចិត្តអាក្រក់ខ្លាំងណាស់លោកនាយកអូខេអាហ្នឹងលោកមីគុនធីគាត់ខមមិនមកជំនះហ៊ុនបាទយុទ្ធសាស្ត្រត្រាំទេលោកពូត្រាំគោដើម្បីរកផ្លូវបញ្ចប់សង្គ្រាមត្រាំត្រៀមខ្លួនធ្វើសង្គ្រាមពាណិជ្ជកម្មអូខេមានសរិទ្ធអរគុណមានសរិទ្ធបាទឥឡូវខ្ញុំដោយសារតែពេលយើងតិចខ្ញុំបាទចូលព័ត៌មានពាក់ព័ន្ធទៅនឹងរឿងដែលលោកដូណាល់ត្រាំគាត់ប្រើនយោបាយក្តៅរបស់គាត់ដើម្បីនឹងដេញចូលពីខ្លួននឹងវាធ្វើឲ្យវាប៉ះពាល់ទៅដល់ជីវភាពរស់នៅក៏ដូចជាតម្លៃទំនិញទាំងអស់ហ្នឹងនៅទីណាបាទដែលមកពីកសិដ្ឋាននានាកសិផលទាំងអស់ហ្នឹងគឺមាននឹងដូចពួកបេះផ្លែប៉េងប៉ោះពីព្រោះអស់នេះអត់អាចប្រើគ្រឿងចាក់អីទៅបេះបានទេវាតតែមនុស្សហើយមនុស្សហ្នឹងគឺតតែពួកបរទេសនឹងហើយដែលទៅធ្វើបានគឺមានតែពួកអាស៊ីយើងនេះមានពួកអាហ្វ្រិកនេះមានពួកអាមេរិកកណ្ដាលនេះច្រើនតែទៅធ្វើការងារទាំងអស់ហ្នឹងដើម្បីរកប្រាក់កម្រៃហើយប្រាក់ឈ្នួលក៏មិនខ្ពស់ដូចពួកជនជាតិអាមេរិកទេអានោះវាធម្មតាទេជនជាតិអាមេរិកអត់មកធ្វើទេខ្លួនហ្នឹងរបៀបហ្នឹងមិនចឹងទេណាបាទដល់អញ្ចឹងទៅឥឡូវហ្នឹងដេញពួកហ្នឹងអស់អាខ្លះគេមិនទាន់ដេញផងភ័យរត់ទៅកិច្ចទៅពួនចោលអាកន្លែងចការហ្នឹងគឺអត់អ្នកណានៅអត់មានកម្មករបរទេសនៅទេរត់អស់ហើយអញ្ចឹងទេពួកបន្លែអស់ហ្នឹងវាលួចខូចអស់ទៅផ្លែឈើអស់ហ្នឹងមិនចឹងអាពួកផ្លែឈើថាទុំហើយតលបេះថាអត់បេះទេវាលួចអស់ហើយលួចអស់ទៅលក់មិនកើតដល់អត់មានបន្លែទៅលក់ទីផ្សារអត់បន្លែផ្លែឈើអត់បន្លែផ្លែឈើមាន
មកពីខាងក្រៅឬក៏មានសល់ឡើងថ្លៃបោះឡើងថ្លៃអញ្ចឹងគឺមិនមានតែនាំចេញនាំមកពីក្រៅប្រទេសនាំពីក្រៅប្រទេសវាបាក់រឿងពន្ធទៀតឥឡូវហ្នឹងប្រជាជនអាមេរិកហ្នឹងកំពុងតែសួរដូណាល់ត្រាំថាឥឡូវហ្នឹងដូណាល់ត្រាំគិតយ៉ាងម៉េចជាមួយនឹងប្រទេសជិតខាងជាមិត្តភក្តិគ្នាហ្នឹងពីព្រោះប្រទេសហ្នឹងគឺជាប្រទេសដែលជួយគ្រប់គ្រងគ្នាទៅវិញទៅមកការតម្លើងពន្ធហ្នឹងគឺវាត្រូវមានហើយក៏ប៉ុន្តែគេត្រូវជ្រើសរើសមុខទំនិញរបស់ណាដែលវាអត់ប៉ះពាល់ទៅដល់ជីវភាពប៉ះពាល់ទៅដល់តម្លៃរបស់វាហើយអ្វីដែលប្រជាជនអាមេរិកបោះឆ្នោតឲ្យលោកដូណាល់ត្រាំដើម្បីនឹងមកដោះស្រាយបញ្ហាជីវភាពរស់នៅរបស់គេហ្នឹងហើយប្រសិនបើថាអ្វីដែលគេចង់បានបំផុតហ្នឹងគឺធ្វើយ៉ាងម៉េចកុំឲ្យជនភៀសខ្លួនខុសច្បាប់ហ្នឹងវានៅច្រើនពេកណាវានៅច្រើនពេកហើយក៏កំណត់ឲ្យបានច្បាស់លាស់ថាវាត្រូវការប្រមាណតួលេខប្រមាណឲ្យច្បាស់លាស់ជាតិណាសាសនាមករបៀបណាអីរបៀបណាមិនមែនចេះបដ ாய் ឲ្យមកអញ្ចឹងអានេះប្រជាជនអាមេរិកដែលបោះឆ្នោតឲ្យដូណាល់ត្រាំហ្នឹងតែគេមិនបានគិតដល់ថាពេលដែលដូណាល់ត្រាំឡើងកាន់អំណាចគាត់បោះឲ្យទាំងអស់ហ្មងគាត់គ្រាន់តែបូនមាត់ដាក់ភឹងមកដល់ឲ្យកូនចៅដាក់ភឹងមកដល់ឲ្យរត់ទីណាទីណែអស់ឥឡូវហ្នឹងនេះដូចជាការរលឹកនេះរលឹកបើសិនបើថាអត់យកអំលឹះទៅបេះទេធ្វើមិនទៅទៀតហើយយកឡានចូលអាត្រាក់ចូលមិនជន់តិចជន់ខ្ទិះវាអត់ទាន់មានបច្ចេកវិទ្យាណាដើម្បីនឹងធ្វើម៉ាស៊ីនបេះលពៅបេះផ្លែពេញប៉ោះពីព្រោះមនុស្សវាអាចរើសបានវាតិចទៀតប្រហែលជាមាន AI អាចរើសបានក៏តែតម្លៃនោះក៏វាមិនថោកប្រហែលដែរអញ្ចឹងពេលនេះនៅអត់ទាន់មានប្រើមនុស្សរបៀបហ្នឹងសិនហើយគេទាំងអស់ហ្នឹងតម្លៃពលកម្មថោកណាស់ហើយការងារអញ្ចឹងគិតថាប្រជាជនអាមេរិកក៏ធ្វើអត់ធ្វើទេអញ្ចឹងបានណាទៅបេះឥឡូវដល់អត់នឿបេះខូចអស់ឥឡូវត្រូវការដាំទៀតមិនធ្វើមិនដាំដាំហើយបាននឿណាមកបេះអញ្ចឹងមានតែបិទទ្វារហើយបិទទ្វារអ្នកដែលចាំហូបហ្នឹងចាំបន្លែផ្លែឈើហ្នឹងអត់មានបន្លែផ្លែឈើហូបយកពីក្រៅមកឡើងថ្លៃអ្វីដែលប្រជាជនអាមេរិកគាត់ចង់បានហ្នឹងគឺគាត់ចង់ឲ្យដូណាល់ត្រាំចាត់ការជាមួយចិនអានឹងច្រើនជាងកាណាដាច្រើនជាងមិចស៊ីកូហើយប្រសិនបើត្រូវចាត់ការតម្លើងកម្ដេញតម្លើងអីហ្នឹងក៏ត្រូវមានការគិតគូរប្រជុំដើម្បីវិភាគនិងវាតម្លៃដូចជាករណីដែលថាឥឡូវហ្នឹងប្រកាសឡើងកម្ដេញជាមួយនឹងកាណាដាដល់ពេលកាណាដាដាក់មកវិញពីព្រោះមិនបានថាអញ្ចឹងកាណាដាក៏វាដូចខេត្តមួយរបស់របៀបរស់នៅការរស់នៅការទិញដូរលក់ដូរជាមួយគ្នាហ្នឹងសេដ្ឋកិច្ចជាមួយគ្នាហ្នឹងវាក៏ដូចខេត្តមួយរដ្ឋមួយរបស់អាមេរិកហ្នឹងដែលលោកណាល់ត្រាំគាត់ថាចង់បានធ្វើជារដ្ឋទី51របស់គាត់វាជាដូចចឹងដែរប៉ុន្តែគេជាប្រទេសឯករាជ្យមួយមានអធិបតេយ្យភាពត្រឹមត្រូវប៉ុន្តែនិយាយពីសេដ្ឋកិច្ចការលក់ដូរអីគឺវាអាស្រ័យគ្នាអាមេរិកយកតំណែងមួយចំនួនដូចជាទឹកក្រូចដូចជាស្រាអីហ្នឹងយកទៅលក់នៅកាណាដាគាត់មានតិចគាត់ទិញពីអាមេរិកយកទៅលក់ដោយឡែកតំណែងផ្សេងរបស់កាណាដាក៏អាមេរិកខ្វះអាមេរិកទិញយកមកលក់ដើម្បីឲ្យលក់ឲ្យប្រជាជនរបស់ខ្លួនហើយករណីមួយចំនួនទៀតពីព្រោះឥឡូវនេះពិភពលោកវាទីផ្សារសេរីវាពាក់ព័ន្ធគ្នាទាំងអស់ដូចជាការផលិតរថយន្តមួយខ្ញុំបាទធ្លាប់បានប្រៀបជូនអញ្ចឹងអាកង់ឡានហ្នឹងផលិតនៅប្រទេសមួយទៀតអាកញ្ចក់ឡានហ្នឹងផលិតនៅប្រទេសមួយទៀតទៅដូចជាយន្តហោះអញ្ចឹងសម្រាប់បានជាយន្តហោះមួយហ្នឹង Boeing មួយហ្នឹងប្រទេស2 3ដែលត្រូវផលិតហើយដល់ពេលតម្លើងពន្ធអស់ហ្នឹងទៅរបស់វាឡើងថ្លៃទៅអាផលិតចេញមកទៅវាកាន់តែថ្លៃទៀតអញ្ចឹងលក់អត់ចេញនឹងហើយដែលធ្វើឲ្យវាប៉ះពាល់ទៅដល់ទំនិញដែលលក់នៅក្នុងប្រទេសអាមេរិកហ្នឹងហើយដល់ប៉ះពាល់ហ្នឹងទៅប្រជាជនក្តៅក្រហាយនេះណាបាទប្រជាជនអាមេរិកក្តៅក្រហាយដល់ប្រជាជនក្តៅក្រហាយស្រែកជីហើយដូណាល់ត្រាំគាត់ថាអត់ទេគាត់ធ្វើហ្នឹងគឺដើម្បីឲ្យប្រជាជនរបស់គាត់ហ្នឹងមានបាននៅពេលខាងមុខហើយប្រជាជនអាមេរិកគាត់ថាទេខាងមុខមានបានណាឥឡូវហ្នឹងវាចង់អត់ស៊ីទៅហើយធ្វើម៉េចពិបាកហើយពងទាមួយគ្រាប់$1ស្មើនឹង4000រៀលពងទាស្រុកយើងនេះប្រហែលទេអត់ដល់1000ទេណាអត់ដូចជា500អីទេប្រមាណពងទាយើងហ្នឹង500រៀលឬក៏700រៀលតែពងទានៅអាមេរិកមក$4000 $1ស្មើនឹង4000រៀលអញ្ចឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហ្នឹងវាខ្ពស់វាប៉ះពាល់ទៅដល់អ្នកសន្តិក្រមហើយអ្នកសន្តិក្រមហ្នឹងមួយចំនួនគឺបោះឆ្នោតឲ្យដូណាល់ត្រាំអញ្ចឹងកំពុងសួរថាតើលោកត្រាំឯងធ្វើហ្នឹងដើម្បីឲ្យពួកគាត់ស្លាប់ឬក៏យ៉ាងម៉េចត្រាំថាអត់ទេគាត់ធ្វើដើម្បីឲ្យមានបានទៅថ្ងៃក្រោយអ្វីដែលពួកគេចង់បានហ្នឹងគឺចង់ឲ្យដូណាល់ត្រាំហ្នឹងប៉ះជាមួយចិនពីព្រោះវាជាប្រទេសមហាអំណាចដូចគ្នាអញ្ចឹងការដែលដូណាល់ត្រាំទៅតម្លើងពន្ធឲ្យកាណាដាតម្លើងពន្ធមិចស៊ីកូតម្លើងពន្ធអង់គ្លេសតម្លើងពន្ធអឺរ៉ុបអីហ្នឹងគឺវាប៉ះសាច់ឯងហ្នឹងហើយតែប្រជាជនអាមេរិកមិនយល់ពីគោលនយោបាយរបស់ដូណាល់ត្រាំហើយដូចនេះបានធ្វើរបៀបហ្នឹងហើយដូចនេះបានជាមិនរើសមើលមុខតំណែងណាឲ្យវាច្បាស់លាស់ពិតប្រាកដទៅប៉ាតណាប៉ាតអីរបៀបហ្នឹងឯងនឹកឃើញ
ឡើងទៅនឹកឃើញចុះទៅអីចឹងដល់អញ្ចឹងទៅសភារបស់អាមេរិកហ្នឹងគឺអត់មានការងារធ្វើទេដូចជាករណីដែលនេះដែលគេតវ៉ាហ្នឹងគឺរឿងបាទបងថ្លៃ500រៀលទេបាទ500រៀលទេក៏តែនៅអាមេរិក4000រៀលពងមួយគ្រាប់ឃើញណាបាទស៊ុបទៀនហ្នឹងគេហៅស៊ុបហ្នឹងបាទដូច្នេះអ្វីដែលលោកដូណាល់ត្រាំក៏កំពុងធ្វើនេះវាធ្វើឲ្យប៉ះទៅដល់ជីវភាពរីឯការងារបរទេសក៏វាប៉ះទៅនឹងមិត្តភ័ក្តិរបស់ខ្លួនដែលធ្លាប់សហការជាមួយគ្នាឥឡូវនេះតាមព័ត៌មានលោកដូណាល់ត្រាំក៏កំពុងតែដាក់សម្ពាធទៅលើលោកពូទីនអានេះអន្តរជាតិទេណាបាទខាងក្រៅវិញគឺដាក់សម្ពាធទៅលើលោកពូទីនអ្នកសារព័ត៌មានសួរហើយថានៅពេលដែលលោកពូទីនគាត់មិនព្រមចរចាអញ្ចឹងគឺម៉េចនៅត្រាំគាត់ថាអត់អីទេខ្ញុំនឹងចាត់ការឥឡូវនេះគាត់ប្រើសម្ពាធពាក់ព័ន្ធទៅនឹងទណ្ឌកម្មធនាគារលើព្រៃលើហ្គាសដែលសល់តិចតួចពីព្រោះលោកโจ Biden សម័យលោកโจ Biden គាត់នៅបើកមិនបិទមាត់បិទច្រមុះលោកពូទីនពេកទេក៏តែឥឡូវលោកដូណាល់ត្រាំប្រហែលជាមិនទុកហើយបើមិនលោកពូទីនគាត់មិនព្រមចូលតចរចាទេនោះពីព្រោះលោកដូណាល់ត្រាំគាត់ថាគាត់ធ្វើនេះដើម្បីនឹងជួយទៅដល់លោកពូទីនតាជួយដល់រុស្ស៊ីជួយទៅដល់ប្រជាជនអ៊ុយក្រែនមកស្លាប់ទៀតឥឡូវហ្នឹងយើងមើលទៅហាក់ដូចជាលោកដូណាល់ត្រាំហ្នឹងគាត់យកចិត្តទុកដាក់ពីការបាញ់ក៏ដោយការសម្លាប់ប្រជាជនអ៊ុយក្រែនក៏ដោយឥឡូវដូណាល់ត្រាំគាត់ដឹងគាត់តាមព័ត៌មានហើយមានរបាយការណ៍ថាឥឡូវហ្នឹងលោកពូទីនគាត់បាញ់ខ្លាំងមកទៀតហើយចូលមកអ៊ុយក្រែនអីចឹងទៅហើយគាត់ដល់អញ្ចឹងគាត់ស្ដាប់ឃើញឮអញ្ចឹងទៅគាត់ដូចជាអត់សប្បាយចិត្តថាទេហើយកំពុងគិតគូរថាធ្វើយ៉ាងម៉េចឲ្យឈប់បាញ់ឲ្យបានអានេះកំពុងជែកគ្នានេះលេងពុំប៉ាំងយ៉ាងដូចអត់ស្ដាប់គ្នាសោះអញ្ចឹងពូទីននេះណាវាអាចគាត់គិតអញ្ចឹងតែពូទីនគាត់ថាអត់ទេគាត់អត់ទាន់ណាវានៅក្នុងសង្គ្រាមឡើយមិនឃើញគាត់ខំពាក់អាវប៉ារ៉ាដើម្បីនឹងបង្ហាញបាទមានប្រិមិត្តខមមិនមកថាលោកឆាយាអត់ដឹងទេដល់ពេលថ្នាក់ដឹកនាំចុះទៅសមរភូមិអញ្ចឹងពាក់ប៉ារ៉ាហ្នឹងហើយបាទវាត្រឹមត្រូវទេក៏ប៉ុន្តែការបង្ហាញរបៀបហ្នឹងអ្នកវិភាគគេយកមកវិភាគទេអ្នកណាថាការដែលវាស្របទៅនឹងស្ថានភាពនៃការចរចាឈប់បាញ់តែលោកពូទីនប្រហែលថ្ងៃមុនអត់ឃើញចុះអត់ឃើញស្លៀកពាក់ប៉ារ៉ាដល់ឃើញស្លៀកពាក់ប៉ារ៉ាអញ្ចឹងគេភ្ញាក់ផ្អើលក៏យករឿងហ្នឹងយកមកវិភាគតែការពិតហ្នឹងចុះទៅសមរភូមិសួរសុខទុក្ខយោធាអានោះវាត្រូវពាក់ប៉ារ៉ាអញ្ចឹងហើយក៏ប៉ុន្តែលោកពូទីនគាត់ជ្រើសរើសនៅពេលដែលកំពុងតែចរចាសន្តិភាពនេះអាចឈប់បាញ់នេះអញ្ចឹងនេះគឺជាការវិភាគរបស់អ្នកវិភាគហើយក៏ការបារម្ភរបស់អ្នកដែលគេចង់ឲ្យវាមានការចរចាគ្នាឲ្យបានឆាប់ព្រោះចង់បញ្ចប់កុំឲ្យវាមានការស្លាប់យូរតទៅទៀតច្រើនតទៅទៀតណាអញ្ចឹងសិលឹកបៀរបស់ដូណាល់ត្រាំដែលត្រូវលេងជាមួយលោកពូទីនហ្នឹងគឺឥឡូវហ្នឹងគឺការដាក់ទណ្ឌកម្មទៅលើធនាគារដែលនៅសល់មួយចំនួនតូចនោះឥឡូវមិនដឹងជាគាត់យកទាំងអស់បិទទាំងអស់ឬក៏យ៉ាងម៉េចព្រោះឥឡូវនេះអាវៈប្រេងដែលនៅមានលុកដូរបានដែលប្រើលុយដុល្លារបានហ្នឹងអាហ្នឹងដោយសារលោកโจ Biden គាត់នៅបើកផ្លូវឲ្យខ្លះឲ្យដង្ហើមដកខ្លះមិនបិទពេកឥឡូវនេះបើសិនថាលោកដូណាល់ត្រាំគាត់ចិត្តអាក្រក់គាត់ថាគាត់ចិត្តអាក្រក់ព្រោះគាត់ចង់ឲ្យឈប់បាញ់ចង់ឲ្យស្លាប់ទៀតអញ្ចឹងគាត់គម្រាមហើយអ្នកសារព័ត៌មានបានសួរទៀតថាបើសិនថាអាទណ្ឌកម្មហ្នឹងវាអត់បានជោគជ័យលោកពូទីនអត់ព្រមទៀតធ្វើម៉េចដូណាល់ត្រាំគាត់ថាអត់ទេគាត់នៅមានស្លឹកបៀលេងទៀតអញ្ចឹងដោយឡែកត្រង់ចំណុចនេះដែលលោកដូណាល់ត្រាំគាត់អត់និយាយត្រង់មកនេះអ្នកវិភាគមួយចំនួនសារព័ត៌មានធំបានវិតម្លៃថាលោកដូណាល់ត្រាំប្រហែលជាអាចប្រើវិធីបញ្ជូនអាវុធឲ្យច្រើនទៅអ៊ុយក្រែនដើម្បីបាញ់ទៅលើរុស្ស៊ីដាក់ទៅលើរុស្ស៊ីឲ្យលោកពូទីនគាត់គិតឃើញពីថាគួរតែចរចាឈប់បាញ់សិនព្រោះឥឡូវនេះលោកពូទីនគាត់មានព្រៀបអានេះរឿងធម្មតាយូរមកហើយបើសិនថាអ្នកដែលមានព្រៀបនោះគេមិនចង់ឈប់ទេគេមិនចង់ឈប់បាញ់ទេមិនចង់ចរចាទេអញ្ចឹងលោកពូទីនគាត់កំពុងមានព្រៀបឥឡូវហ្នឹងមួយរយៈពេលដែលដូណាល់ត្រាំគាត់ធ្វើឲ្យអ៊ុយក្រែនខ្វះអាវុធហ្នឹងលោកពូទីនគាត់លេងឃើញអញ្ចឹងទៅហើយតំបន់មួយចំនួនទៀតខ្លាំងទៀតអញ្ចឹងធ្វើឲ្យអ៊ុយក្រែនបាក់ពូទីនគាត់ឃើញអញ្ចឹងគាត់បានចិត្តហើយគាត់ថាអានេះខាងអ្នកវិភាគនិយាយណាគឺគាត់មិនចរចាទេអ្វីដែលគាត់និយាយយកល្អហ្នឹងគឺគាត់ដើម្បីពជាពេលទេដើម្បីនឹងទុកឲ្យទាហានរបស់គាត់ធ្វើការតទៅទៀតហើយបើថាគាត់មើលទៀតថាទាហានរបស់គាត់ខ្លាំងហើយគាត់អត់ងាយចរចាទេគាត់ចិត្តអូសយ៉ាងទៅពីព្រោះអ្នកវិភាគគេតាមដានច្បាស់ណាស់គេថាលោកពូទីនពិតជាពេលនេះលោកពូទីនពិតជាមិនទាន់ចង់ចរចាទេព្រោះគាត់មានព្រៀបអញ្ចឹងគេគិតថាគេចង់និយាយថាអ្នកវិភាគនឹងថាមានតែបញ្ជូនអាវុធឲ្យអ៊ុយក្រែនឲ្យច្រើនឥឡូវនេះតាមព័ត៌មាននឹងបញ្ជូនអាវុធថ្មីមិនថ្មីចាស់ប៉ុន្តែយកទៅអាប់ក្រេតបន្ថែមដោយសារអីដោយសារថាលើកមុនយកទៅប្រើហ្នឹងត្រូវប្រព័ន្ធរំខានដល់មីស៊ីលហ្នឹងធ្វើឲ្យ
មីស៊ីលនឹងអត់មានប្រសិទ្ធភាពឥឡូវហ្នឹងខាង Boeing គាត់យកមកដើម្បីនឹង upgrade ថ្មីទៀតឥឡូវហ្នឹងឮថាមីស៊ីល GLSDB របស់អាមេរិកហ្នឹងបានទៅដល់អឺរ៉ុបហើយដើម្បីនឹងបញ្ជូនទៅឲ្យអ៊ុយក្រែនជំនួសមីស៊ីល ATACMS របស់អាមេរិកដែលពីមុនយើងថាអានឹងបកកែនោះឥឡូវអាថ្មីនេះ GLSDB ដែលថ្មីហើយគេរំពឹងថារុស្ស៊ីពិបាកនឹងនឹងរកប្រព័ន្ធដើម្បីរំខានឬក៏កំទេចអាចຕົកជាមួយនឹងមីស៊ីថ្មីរបស់អាមេរិក GLSDB នេះបានហើយ GLSDB នេះបានចម្ងាយរយៈឆ្ងាយដែរគឺ160គីឡូម៉ែត្រដែលពីមុនអាមេរិកធ្លាប់តែឲ្យទៅតែ80គីឡូអីហ្នឹងទេអត់ដែលលើស100ទេឥឡូវនេះឲ្យមួយនេះទៅគឺអាចដល់អានេះវាមានប្រសិទ្ធភាពបាញ់ដល់តែ160គីឡូម៉ែត្រដូច្នេះនេះគឺជាការចាប់ផ្ដើមមួយថ្មីទៀតក្រោយពីលោក Donald Trump ក៏ផ្អាកមួយរយៈហើយអឺរ៉ុបក៏កំពុងតែគុំគ្នាហើយកំពុងតែប្រឹងដើម្បីនឹងផលិតមីស៊ីលនិងអាវុធហើយនឹងបញ្ជូនទៅឲ្យអ៊ុយក្រែនបន្ថែមទៀតនឹងហើយអាមេរិកក៏បញ្ជូនអឺរ៉ុបក៏បញ្ជូនតែដល់អាមេរិកថាអឺរ៉ុបថាអានេះដើម្បីធ្វើសម្ពាធដាក់ទៅលើលោកពូទីនឲ្យចូលតចរចាតែហេតុដល់អ្នកមួយចំនួនទៀតបានគិតថាអានេះដូចយកប្រេងសាំងទៅចាក់លើភ្លើងអញ្ចឹងនឹងប្រិមិត្តគិតមិនខ្ញុំបាទក៏បាននិយាយដែរដោយសារថាប្រិមិត្តខ្លះពីខ្លះហ្នឹងថាខ្ញុំបាទហ្នឹងចូលខាងអ៊ុយក្រែនថាចូលខាងអ៊ុយក្រែនក៏ថាបានព្រោះយើងចង់ឲ្យមានសន្តិភាពមិនចង់ឲ្យប្រជាជនអ៊ុយក្រែនស្លាប់តែគ្នាអ្នកស្រុកត្រង់ណាដោយសារយើងនឹងវាធ្លាប់រងគ្រោះមកហើយខ្ញុំបាទជឿលើប្រសាសន៍របស់សម្ដេចតេជោលោកមានប្រសាសន៍ថាសង្គ្រាមវាអាចដោះស្រាយបញ្ហាឲ្យបានទេអញ្ចឹងវាមានតែចរចាគ្នាទេហ្នឹងហើយដល់ពេលថាឲ្យចូលចង់ចរចាគ្នាចូលទៅគ្រប់គ្រងគេឲ្យអាវុធទៅស្អីមិនគ្រប់គ្រងទេទៀតប៉ុន្តែវាជាភារកិច្ចរបស់ប្រទេសមួយទៀតដែលគេគ្រប់គ្រងអ៊ុយក្រែននោះបើមិនជួយអ៊ុយក្រែនងាប់នៅគេគិតអញ្ចឹងបារាំងអាល្លឺម៉ង់អង់គ្លេសប្រជាជននៅអឺរ៉ុបឬមួយក៏ប្រទេសខាងលិចហ្នឹងគឺគេគិតឃើញអញ្ចឹងគេឃើញថាលោករុស្ស៊ីគាត់ជាប្រទេសមហាអំណាចធំដល់អញ្ចឹងបើសិនបើថាមិនជួយអ៊ុយក្រែនទេប្រទេសតូចមួយហ្នឹងបើមិនជួយអ៊ុយក្រែនទេអាហ្នឹងរុស្ស៊ីសម្រាប់ប្រជាជនអ៊ុយក្រែនស្លាប់ច្រើនពីព្រោះប្រជាជនអ៊ុយក្រែនក៏គាត់មិនងដៃងជើងចាំឲ្យគេមកសម្រាប់គាត់នឹងទេអាកគាត់នឹងទេគាត់ត្រូវតែចាក់អាវុធងើបតស៊ូដូចគាត់ធ្វើហ្នឹងអាហ្នឹងមិនថាអ៊ុយក្រែនទេសាសនាក៏ជាតិណាប្រទេសណាក៏ដូចគ្នាដែរប្រជាជនប្រទេសណាក៏ដូចគ្នាគឺគេការពារអធិបតេយ្យរបស់គេហើយចង់ថារឿងហ្នឹងវាកើតមកពីណាពីណីមកពីនេះលោកពូទីនគាត់បាននិយាយណាទីណាបាទគាត់បានឲ្យសម្ភាសថារឿងសង្គ្រាមនៅអ៊ុយក្រែននេះត្រូវដោះដើមហេតុរបស់វាដោះពីដើមហេតុរបស់វាមិនមែនមកចាត់ចុងហេតុទេមានន័យថាត្រូវរកឲ្យឃើញថារឿងដែលកើតឡើងមកដល់សប្តាហ៍ថ្ងៃនេះវាកើតពីអីអូហូបើស្រាវជ្រាវខ្ញុំវាច្រើនណាស់អ្វីដែលយើងអាចនិយាយបានគឺរឿង NATO ហ្នឹងមកតែលោកពូទីនគាត់ចង់សម្ដៅហ្នឹងណាស្រាវជ្រាវរឿងស្រាវជ្រាវពីដើមហេតុហ្នឹងបើយើងតាមយើងគិតឃើញភ្លាមហ្នឹងដែលរបៀបយើងមិនមែនអ្នកសង្គ្រាមអ្នកតាមដានរឿងរុស្ស៊ីនិងអឺរ៉ុបនិង NATO ពីមុនមកហ្នឹងដែលយើងដឹងក្នុងពេលនេះដែលបានដឹងហ្នឹងគឺតាមហេតុមកពីលោកពូទីនគាត់ថា NATO វាទីដល់ហើយ NATO ខ្លួនឯងគាត់ថារុស្ស៊ីវាទីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនអីចឹងទៅហើយប្រទេសដែលគេរងគ្រោះដោយសារតែរុស្ស៊ីវាទីហ្នឹងស្រែកពីវនីវចង់ចូលជាមួយនឹងអង្គការ NATO ដើម្បីការពារអនាគតរបស់ប្រទេសគេដោយសារអីដោយសារលោកពូទីនគាត់ហ៊ុបដៃចូលមកប្រទេសរបស់គេដូចជាករណីអ៊ុយក្រែនដែលលោកសេលេស្គីគាត់និយាយជារឿយហ្នឹងគេថាដោយសារការបង្កឡើងដោយរុស្ស៊ីបកកាត់អគមនៅក្នុងទឹកដីរបស់គាត់ហើយកន្លងមកគេរកឃើញថាមានការលូកដៃចូលនៅក្នុងការបោះឆ្នោតក្តីគណៈបកនយោបាយក្តីអីក្តីដើម្បីនឹងធ្វើឲ្យវាមានអ្នកដែលប្រូទៅខាងរុស្ស៊ីរីឯខាងរុស្ស៊ីវិញក៏ចោទថាដោយសារតែលោកសេលេស្គីនឹងប្រើគោលនយោបាយណាស៊ីដែលជាអានេះយើងនិយាយថាការសម័យសង្គ្រាមលោកលើកទី2ហ្នឹងគេអាចនិយាយបានថាណាស៊ីហ្នឹងគឺពួកដែលខូខើប្រេងផ្សៃសម្រាប់ប្រជាជនសាសមួយទៀតដែលរុស្ស៊ីចោទថាលោកពូទីនចោទថាណាស៊ីហ្នឹងសម្រាប់ប្រជាជនគាត់ប្រជាជនរុស្ស៊ីហ្នឹងនៅអ៊ុយក្រែនហ្នឹងឯងអញ្ចឹងទើបវាមានរឿងហ្នឹងកើតមកហើយចំពេលដែលលោកសេលេស្គីចង់ចូល NATO ទៀតដល់ហើយចូលមកបណ្ដោយលើកគាត់ចូលមកបណ្ដោយឥឡូវហ្នឹងរឿងហ្នឹងវានៅកន្លែងហ្នឹងឯងទៀតណាដែលជារឿងដែលត្រូវជជែកគ្នាពីព្រោះឥឡូវហ្នឹងពីអ្នកប្រាំរៀនដេកដាលហើយនឹងដោះយ៉ាងម៉េចទេប្រសិនបើទុកឲ្យលោកពូទីនគាត់និយាយថាឥឡូវហ្នឹងក៏ដោះស្រាយពីរឿងដើមហេតុ
แต่การล้างเนี่ยเราคืออย่างไม่เรื่องนาโต้นึงทีนี้ไม่อันนั้น BBC เกเนี่ยนี่นะเนี่ยวิธีนะทีนั้นป่ะ BBC เนี่ยวิธี BBC ท่าเอาเถอะด้วยอาบานจุกจีเถอะเรื่องจ่าชมมันยังอาบานจุกจีเถอะให้แบบอาจ่าชมมันให้ผมมาแกล้งประมาทได้มาไปเพียร้อยอย่างนั้นโจนาโต้หรือก็กองทัพแต่เราต้องการปีเอาวีเกรนวะเดี๋ยวเราเตะอะไรนั่นไงแล้วมาลองมองนี่มาลองปีนี้ในตอนมีจำลายไอ้ฉบับล้วนประจับมาแล้วอย่างโมรุสีเตแต่กรมการเงียบปฏิปีนั้นคือพงชุกนี่ให้อันตะอาเกะรอตุโรซีประจำที่กรุงวอชิงตันบานเอาสัมพีนะฮะโรซีอัดเราการจอจ่าไอ้ต่างออกมาตามกวดนั่นอันตะอาเกะรอตุโรซีประจำสหรัฐอเมริกที่โรการจอจ่านี่เรียบบานหนึ่งเอาไอ้อุยแกรนดอกเถอะมีในถ่ายเอาอุยแกรนเรียบจำตัวไปแต่อุยแกรนต้องยืนยังไงท่าการจอจ่านี่ก็ตัวโรซีเรียบจำเอาไอ้โรซีมีนะครับเรียบจำไปเรียบจำตัวเราไปจังปีนี้นั่นคือโดยทีนี้เรียนสำคัญก็เราทำอเมริกาทัวร์อย่างไรแต่เนี่ยเพียบ BBC ท่าตีบังพอดมีเมียแต่ทัวร์อย่างไม่ดักสเปียร์ในประดับอาวุธนึงเอาแต่ทางเราเสียครั้งแล้วแต่อันนี้มีสลับเตี้ยนะเตี้ยนะใช่ไหมมีสลับมีถือเอามีแบบจีจนอุยแกรนสลับให้กับจีจนรัสเซียก็สลับได้จีจนรัสเซียสลับจ้องยีท่าเอาเต้นี่มาเหมือนเป็นจัดหนึ่งปอนนึงเต้อันนี้ตูสับอ๋อรีใช้เทียนคอมเมนต์เดี๋ยวโหลดออกดึงเขียนบัตรไปไอ้มันนั่นพี่งี้เป๊กอย่างพี่คือดึงใส่เด้ไปตรงเนื้อไปแล้วคือเราอยู่ชิคกี้พายเนี่ยปลามองคือชิคกี้พายอยู่อายุปันดังไงเอาจะคือการเงินเอาเบียโดยไม่มีแต่เอาโดยตีโอเคชิบัตรบัตรคอมเมนต์เอาให้ตีนะผสมเอาไปตัวปีมัดได้คอมเมนต์มาหมักรูปปีมันนี้แต่จังอ่านได้แต่ปีเพียงคลายปีกเลยนะบ่าคลายปีกโอ้จีดอนเมาเต้ามีหายแต่ผิดอันไปโจรวมติดจีปีมัดเจอตามเทศนาปัดดาวเราตัวผิดอันนั้นตีนะบ่าเนี่ยที่บ้านมันดอกสร้างปีการวิเคราะห์ระบบฐานีตัวทมระบบอเมริกเดี๋ยวนะคือมีอันแต่กับปัจจุบันอาวุธเนี่ยประมาณตัวทั้งที่วิเคราะห์เคยอย่างคือทางหนึ่งเต้าจำนวนยังไงเจ็ดหนึ่งเต้าจำนวนยังไงโดยเฉพาะเราสันบาเหมือนเฟืองจังเต้เหมือนกีบโลปูตินเต้แต่ยืดกันเอามือจำมือทางจันทร์เลยนะเพราะเราเนี่ยเรื่องทางจันทร์นั้นก็มันต้องกี่กว่าอาช่วยอย่างไม่บานเนี่ยคือกู้แต่ช่วยยืดอย่างมวยทางรัสเซียเนี่ยนะจันเอาชกเต้าไปประจำบานได้เรื่องดักนิวเคลียร์เรื่องอาวุธนิวเคลียร์ได้ปะรังได้กำร้อนอย่างนี้นั่นนะปีปล้วนเจ็ดที่บ้านมันประจอบอะไรนั่นที่บ้านจังเตียงร้องไปมันเอาพิจารณาหนึ่งบานดันทาจีเรียงระหดหมออเมริกาแต่เกียบกรุ๊ปปฏิสัมพันธ์อ้อยมีอาวุธนิวเคลียร์ตีผลึกอาวุธนิวเคลียร์ตีปฏิแต่มีนหายโดยจีปฏิทมเลยมีเกิดสัญญาอยู่มีหายนุกโดยจีปะรังหนึ่งปฏิจันปฏิซีปฏิไอเรื่องเล่นกอรีทั้งชื่อแต่ยีอัฟลับแล้วอิหร่านอเมริกาตรัมป์ประธานกับดักเตียนแต่เหล่านี้เวียนบัดดอลบารังยีเรื่องนั้นโปโลนส่งเอาอเมริกาโยอาวุธนิวเคลียร์แต่ดักปฏิกีเตอร์อันนั้นกันแต่เหมือนจะสั่งมากระดองปีกระดองอันนี้จะสั่งมาสเตนมั้งเนี่ยเรื่องอาวุธนิวเคลียร์เนี่ยให้อเมริกาลองมาคือจีบประเทศแต่ครบครองอันนั้นไงกาเปียนนั่นไงถ้าเรานั่นคือเติมคือมั้งด้วยอารมณ์จังเอาแต่เยซับพอตุกเจ็ดอเมริกาเราตรัมมาเธอระเบียบนั้นแล้วกี่ตีอย่างนิวเคลียร์มันเยเนี่ยถ้านั้นมันจัดเปรี้ยเลือเพลิงกันครั้งได้หรือเปล่าหนึ่งเรื่องนั้นให้ยังอ่านยืนกี่กับกิจคืนเราเป็นมีจับด้วยนะภาษาประธานเป็นเท่าเรากับรัฐนั้นมันเรื่องไอ้โปรตีนกับโปรบางคืนบางครั้งเนี่ยพวกกับปรังตึงริบยังไงแต่ภาษาประธานดักเอาคลังเต้าไอ้กอดต้นใบเมนเทนรวมคดีนะแต่อเมริกแต่อรบรวมคดีดักไอ้คลังเมนเทนตั้งซ้อนตั้งเท้าแต่อันนั้นคือวิอาจะเรียนทมนะกรุบกรองบานบะกรุบกรองนะปีนั้นเราตู้ท้ายบะกรุบกรองกันอยู่ทำวิทมนะแต่ยิ่งคล้ายนี่เจ็บปัญหาแต่ตรอกดอกแต่นะให้ปัญหาได้ไปการน้อยให้ตรอกดอกอย่างไรจังเต้ยืมช่วยให้กึศผมได้ยืมมันอาจจะช่วยบ้านได้ที่ช่วยให้ยืมมันอาจจะช่วยบ้านเลยโอเคมุนไปจับมาเอาที่ไหนจุ๊สมอ้อหรือบาจุ๊สมอ้อจีเราไปค่อยบอลสีมุนถึงเรียมตามประกอบปรมีนโลโปตีบาสเซไอกษาลำกอตุกนวิเมียนกลางหลังจำนวนพรำวันปีภาษาอังกฤษคือโรซีอังกฤษภาษาอังกฤษภาษาโรซีอังกฤษประเทศที่ไอ้จีเราไปค่อยบอลสีนะลูกสมอ้อเราพบปรมีนโลโปตีบาสเซไอกษาลำกอตุกนวิเมียนกลางหลังจำนวนพรำวันปี
ពីភាសាគឺរុស្ស៊ីនិងអង់គ្លេសអូខេបើមានពេលជួយខមមិនមកទៀតអត់ទេណាឲ្យអស់មើលស្ដាប់ខនសានមិនយល់លោកថៃសំណាន់រឿងនេះពូទីនបង្កើតនាំគ្នាចាប់ពូទីនដាក់ទ្រង់ទៅមនុស្សនៅលើពិភពលោកលែងស្លាប់ហើយអូខេជួបមកហ៊ុនបាទបត់ពិសោធន៍ក្រោយអាមេរិកទុកផ្លូវក្រោយសង្គ្រាមផលចំណេញក្រោយសង្គ្រាមផ្នែកសេដ្ឋកិច្ចដូចជាជប៉ុនលម៉ង់ជាដើមក្រោយសង្គ្រាមជាដៃគូពាណិជ្ជកម្មបាទស៊ីងលីបើជារឿងអ៊ុយក្រែនចូល NATO រុស្ស៊ីគ្រាន់តែវាយអ៊ុយក្រែនមួយប្រាវដាក់លក្ខខណ្ឌឲ្យអ៊ុយក្រែនឈប់ចូល NATO ទៅបានហើយតែរុស្ស៊ីចង់បានអ៊ុយក្រែនទាំងមូលដោយចាប់ផ្ដើមវាយចូលជិតក្នុងគៀវទៅហើយអូខេម៉ារឌីអរគុណបងច្រើនណាស់បងតែយកព័ត៌មានថ្មីៗមកផ្សាយអត់ពេលវេលាឲ្យតែបងផ្សាយប្រហែលណាមើលជាប់រហូតដល់បងតែរុស្ស៊ីយកបានតំបន់គ្លៀបរបស់ខ្លួនបានយ៉ាងហើយនៅអត់ទាន់អស់ទេទៀតណានៅអត់ទាន់អស់នៅដូចជានៅជិត 20% តែអត់ទេអ៊ុយក្រែនដកអ៊ុយក្រែនអត់នេះតែគ្រាន់ថាដកឥឡូវនេះក៏មិនមែនដកងាយដែរទេណាពីព្រោះរុស្ស៊ីនោះមកបិទផ្ទុយនឹងក្រោយនេះដែរនេះអញ្ចឹងមួយចំនួនហ្នឹងដែលនៅសល់ប្រមាណ100នាក់ហ្នឹងអាហ្នឹងក៏នឹងជួបអាចគ្រោះអាក្រក់ទៅលើក្រុមហ្នឹងកងកម្លាំងហ្នឹងក៏ថាបានប៉ុន្តែតាមព័ត៌មានប៉ារីសមកថាពួកហ្នឹងដកមកអស់ហើយដោយសារគេមើលឃើញថាវាអត់ទុកកម្លាំងនៅហ្នឹងក៏វាធ្វើឲ្យបាត់បង់អត្ថប្រយោជន៍អត់អាចទៅធ្វើអីបានធំជាងនឹងទៀតទេមានតែចាញ់ដល់ឃើញកន្លាចាញ់ហ្នឹងនៅស្អីទៀតណាអញ្ចឹងយកកម្លាំងហ្នឹងទុកកម្លាំងហ្នឹងយកមកដើម្បីទុកជាមួយនឹងរុស្ស៊ីបាទអរគុណប្រិមិត្តដោយសារថាជាបាទដល់ម៉ោងត្រូវចេញទៅ PNN បណ្ដាលនេះទេណាបាទយប់នេះ